ការផ្ទុះរឿងភាគកូរ៉េផ្កានៃការស្លាប់ទីបំផុតបាននាំឲ្យមានការធ្វើឲ្យទាន់សម័យនៃការផ្ទុះឃាតករបានចាក់បញ្ចូលឈាមខ្លួនឯងទៅក្នុងអ្នកជំងឺដែលមានជំងឺក្មេងប្រុសនោះភ្ញាក់ពីគេងដោយអភូតហេតុនៅយប់នោះម៉ាក់ខ្ញុំមិនដឹងទេមេភូមិអូគុណចាំងល្អណាស់មិត្តទទួលបានទោលញឹមនឹងគាត់ឧបត្តិហេតុនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំរាយការណ៍យ៉ាងឆាប់រហ័សកុំនិយាយអំពីពួកយើងនៅតាមផ្លូវណែខ្ញុំមានសង្ឃឹមក្នុងចិត្តនេះមានន័យថាកូនស្រីរបស់គាត់ក៏ត្រូវបានសង្គ្រោះដែរមុននោះមេធាវីការពារក្តីរបស់មេធាវីផាក់គឺលោកលីវូកយុនបានបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងតាមអ៊ីនធឺណិតអ្នកលេងអ៊ីនធឺណិតមួយចំនួនធំបានទុកមតិយោបល់ដោយស្នើសុំឲ្យគាត់លាឈប់ពីការងារការពារជាតិរបស់គាត់ប្រឈមមុខនឹងសម្ពាធសាធារណៈមេធាវីឧឈានគ្រាន់តែនិយាយស្រាលខ្ញុំក្រហាយខ្ញុំក្អួតឈាមដើម្បីផ្ដល់មុននៅក្នុងតុលាការមេធាវីហ៊ូបានបញ្ជូនភស្តុតាងសំខាន់ចំនួន3លីយូឈៀនបានចូលរួមក្នុងការជ្រើសរើសការស្រាវជ្រាវនិងការអភិវឌ្ឍថ្នាំព្យាបាលអន្តរជាតិហើយផែនការដែលគាត់បានដាក់ស្នើគឺជាគោលការណ៍ដូចគ្នានឹងការព្យាបាលដែលគាត់បានបង្កើតនៅពេលក្រោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីក្រុមស្រាវជ្រាវនិងអភិវឌ្ឍពួកគេថែមទាំងបាននិយាយអំពីសេណារីយ៉ូរ៉ែមទោះយ៉ាងណាកាលពី3ឆ្នាំមុនលីយូឈិនបានសន្លប់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍អស់រយៈពេល3ឆ្នាំអ្នកបើកបរគ្រោះថ្នាក់បានរត់គេចពីយុត្តិធម៌ដោយមូលហេតុនៃជំងឺផ្លូវចិត្តបន្តិចក្រោយមកលោកយ៉ាវជីងខេនបានបើកប្រតិបត្តិការបើកបរស្រវឹងបណ្ដាលឲ្យក្មេងប្រុសអាយុ7ឆ្នាំម្នាក់ស្លាប់បន្ទាប់ពីបានដឹងអំពីរឿងនេះលីយូគៀនបានសម្រេចចិត្តទាញយកអត្ថប្រយោជន៍ពីចន្លោះប្រហោងច្បាប់ដើម្បីដាក់ទណ្ឌកម្មឧក្រិដ្ឋជនជាវត្ថុស្រាវជ្រាវអ្វីសំឡេងរស័ព្ទផ្សេងអ្នកដែលរើសនៅចុងខាងនៃចម្ងាយ500ម៉ែត្រនៅលើផ្លូវអាកាសគឺដូចនេះហើយវាលក់បាន10ម៉ែត្រនៅពេលអ្នកជ្រើសរើសវាអ្នកនឹងទិញរបស់ថ្មីមួយណែអតីតកាលបន្ទាប់មកប្រសិនបើឈាមរបស់លីយូឈីនពិតជាអាចព្យាបាលអ្នកជំងឺមហារីកបាននោះនឹងសរសេរឡើងវិញនៅប្រវត្តិវិទ្យាសាស្ត្រទាំងមូលនេះគឺជាក្តីសង្ឃឹមនៃការរស់រានមានជីវិតសម្រាប់អ្នកជំងឺជាច្រើន K951000 ត្រឡប់មកវិញកុំបដូរ7S បន្ទាប់មកដកលេខ51ហើយប្រគល់វាទៅអ្នកវិញគីរ៉ាគីរីតាឡាហ្គាសាសាគីហ៊ីរីតាឡានឡានមិនមែនជាបបអង្គទេបច្ចេកវិទ្យាត្រឡប់អាកាសចរដាវាជាមុខជំនួញរបស់ខ្ញុំដែលត្រូវទៅលេងឆ្នេរហើយទៅសម្ដែងនៅកូប៊ីនអ្នកត្រូវតែអ្វីដែលជារឿងដែលតាក់ទងនៅពេលដែលគីជីមករកគាត់ដំបូងអ្នកមានការព្រួយបារម្ភខ្លាំងណាស់ព្រះរាជអាជ្ញារថយន្តសង្កត់ធ្ងន់មិនថាហេតុផលសម្រាប់ឧក្រិដ្ឋកម្មនេះទេលីយូឈិនបានសម្លាប់មនុស្ស17នាក់នេះបើយោងតាមការរកឃើញរបស់វិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្រការព្យាបាលមិនមានសុវត្ថិភាពគ្រប់គ្រាន់ទេវាមិនសមស្របសម្រាប់ការព្យាបាលតាមគ្លីនិកទេព្រះរាជអាជ្ញាជាអំពាវនាវឲ្យមានការកាត់ទោសប្រហារជីវិតចំពោះលោកលីយូឈិនពេត្រុសជាមួយកាំភ្លើងនៅក្នុងគ្រួសាររបស់គាត់អ្នកសួរគាត់ថាតើវាមិនអីទេវាពិតជាបានកំណត់មែនអ្នកមិនដែលឃើញខ្ញុំវាទេសូមឲ្យគាត់ចង់អង្គ